នេះពួកខ្ញុំគឺធ្វើគម្រោងខាងការដែលស្ដីពីធ្វើជាទៅកាន់តំបន់ទេសចរណ៍នោះហើយពួកខ្ញុំគឺមកពីក្រុម driver ហើយពួកខ្ញុំគឺមានសមាជិក4នាក់ខ្ញុំបានឈ្មោះឆៃណាសក្តាជាសមាជិកក្រុមខ្ញុំបានឈ្មោះសំមួយឯងដែលជាសមាជិកក្រុមខ្ញុំបានធ្វើគុណរិទ្ធជាសមាជិកក្រុមខ្ញុំបានឈ្មោះដុំដាវីជាសមាជិកក្រុមបាទក្នុងនេះគឺយើងនឹងនិយាយទៅខ្លះពីឈ្មោះក្រុមហើយអ្វីដែលដាក់ឈ្មោះនេះតែមានអត្ថន័យដែរអញ្ចឹងក្នុងនេះគឺ driver គឺមកពីdrive មួយជំនួស for drive គឺមានន័យថាការបើកបរអញ្ចឹងខ្ញុំចង់និយាយថា drive គឺជាអ្នកដឹកនាំឆ្ពោះទៅរកអ្វីមួយឲ្យបានសម្រេចជោគជ័យហើយ for គឺជា4នាក់ដូច្នេះពួកខ្ញុំគឺនាំគ្នាដឹកនាំនិស្សិតនៅខាងតំបន់នោះឲ្យបានទីជោគជ័យណាមួយអូខេអញ្ចឹងនេះគឺជាមាតិការបស់ខ្ញុំគឺជារបបណែនាំឲ្យខ្ញុំបង្ហាញពីមុខវិជ្ជាទៅត្រឹមរៀនហើយសារៈសំខាន់របស់វិជ្ជារបស់ខ្ញុំហ្នឹងហើយនឹងធ្វើការសិក្សាមួយគេនៅក្នុងនេះគឺយើងដឹងហើយថាវិសាលរបស់ក្នុងឯកម្ពុជារបស់យើងគឺមានផាសុកភាពសម្រាប់ជាបន្តបើយើងដល់ឡែកបើយើងមកកន្លែងមើលនេះយើងកន្លែងមើលវិស័យសង្គមក៏ដូចជាការកើនឡើងជាដូចគ្នាដែរហើយវាមានហើយចំពោះនៅក្នុងវិស័យក្នុងការធ្វើជាវិទ្យាស្មារតីនេះគឺយើងនឹងធ្វើឲ្យមានភាពរីកចម្រើនហើយនឹងផ្ដល់នូវចំណេះដឹងតែប្រមាណដែលយើងមានទៅឲ្យសិស្សនិស្សិតនៅទីនោះហើយក៏អាចយើងជួយបង្រៀនទៅដល់លោកគ្រូតែនៅខាងឃុំសង្កាត់ដែលគាត់មិនទាន់ការច្បាស់ជាមួយកុំព្យូទ័រឬក៏ជាមួយនឹងភាសាអង់គ្លេសផ្សេងៗនិងក៏បច្ចេកទេសក្នុងការចង់និយាយថាបច្ចេកទេសនៅក្នុងការងារផ្សេងៗប្រភេទអញ្ចឹងជាដំបូងគឺណែនាំរបស់សមាជិកខ្ញុំបាទខ្ញុំឈ្មោះឆៃចាំសារាខ្ញុំមកកើតក្នុងឆ្នាំ1995ហើយខ្ញុំរស់នៅក្នុងភ្នំពេញហើយខ្ញុំក៏នៅក្នុងសាលាវិទ្យាល័យក្នុងឆ្នាំ2012ហើយខ្ញុំជាមេក្រុមដែលខ្ញុំមានជំនាញក្នុងពេលខំនៅប្រភេទហើយចូលជាមួយនឹងអាជីពផងដែរបាទនេះពីមកខ្ញុំបាទបន្តមកគឺលោកសុនវិហេសូមជម្រាបសួរទៅដល់គ្រូទាំងអស់គ្នាខ្ញុំបានឈ្មោះសុនវិហេហើយខ្ញុំកើតនៅក្នុងថ្ងៃទី25ខែកុម្ភៈឆ្នាំ1998ខ្ញុំរស់នៅខេត្តកណ្ដាលហើយខ្ញុំគឺជាសិស្សឆ្នាំទី1ក្នុងវិទ្យាស្ថាននិតិហើយខ្ញុំគឺជាសមាជិកក្នុងក្រុមនេះហើយជំនាញរបស់ខ្ញុំដែលត្រូវរៀននោះគឺ Computer Science និងហៅថា IT ហើយនេះជាលេខទូរស័ព្ទនិង email គឺលើកទូដល់អ្នកទាំងអស់គ្នាខ្ញុំបានធ្វើនៅប្រវីតែដល់ថ្ងៃទី1នៅកណ្ដាលឆ្នាំ1997ហើយរត់សប្តាហ៍នៅទីភ្នំពេញដែលបញ្ចប់ខ្ញុំសិក្សាវិទ្យាភូមិនៅវិទ្យាល័យធម្មមុខហើយសប្តាហ៍សិក្សានៅវិទ្យាស្ថាននិតិដែលជំនាញTelecomហើយខ្ញុំនឹងណែជាសមាជិកក្រុមហើយនេះជាសិស្ស email លោកគ្រូជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបានចូលរួមទៅដល់មានសម្ភារៈនៅខេត្តកញ្ចេះហើយបច្ចុប្បន្នខ្ញុំនៅភ្នំពេញជាសិស្សឆ្នាំទី1នៃជាស្ថាននិតិហើយទៅជាបានល្អទៀតតោះមកពីថ្ងៃនេះគឺខ្ញុំចង់ការឡប់ទៅក្នុងវិជ្ជាមេរៀនខ្ញុំនឹងរៀននៅក្នុងតំបន់នោះហើយនឹងការពារផ្សេងៗអញ្ចឹងខ្ញុំមាន4មុខវិជ្ជាដែលមុខវិជ្ជាដំបូងគឺនិយាយពីកុំព្យូទ័ររដ្ឋបាលហើយនឹងអ៊ីនធឺណិតផ្សេងៗហើយមុខវិជ្ជាទី2គឺជំនាញវិទ្យាដែលនៅវិទ្យាល័យសិស្សនិស្សិតឲ្យស្គាល់ពីប្រភេទសំខាន់ៗខ្លះហើយបំណិនជីវិតនិងភាសាខ្មែរដែលសមាជិកខ្ញុំគឺគាត់នឹងបង្រៀនអំពីជីវិតរស់នៅបែបបទជីវិតរស់នៅវិទ្យាល័យខុសផ្សេងៗដែលទៅនឹងខ្មែរយើងបាទដល់មកទី4គឺនិយាយភាសាអង់គ្លេសយើងដឹងហើយថាភាសាអង់គ្លេសគឺវាសំខាន់ណាស់ដែលវាជួយជាស្ពានមួយក្នុងការឲ្យសិស្សនិស្សិតឈានទៅរកភាពជោគជ័យមួយដែលវាគ្រាន់តែជាមុខវិជ្ជាតូចមួយប៉ុន្តែវាជាស្ពានដ៏ធំមួយសម្រាប់វាឆ្លងកាត់ទៅរកភាពជោគជ័យនោះបាទអញ្ចឹងនេះគឺជាមុខវិជ្ជាគឺជាស្ថានភាពក្នុងការបង្រៀនរបស់ខ្ញុំគឺក្នុងសប្តាហ៍គឺយើងមាន3សប្តាហ៍អញ្ចឹងសប្តាហ៍ទី1គឺខ្ញុំសិក្សារយៈពេល5ម៉ោងតែក្នុងនោះគឺខ្ញុំនិយាយពីណែនាំគាត់គាត់ស្គាល់ពី hardware និង software របស់ computer ដែលខ្ញុំនឹងរៀនរូបភាពខ្លះៗនិងគ្រឿងខ្លះៗឲ្យគាត់បង្ហាញគាត់ឃើញជាក់ស្ដែងតែម្ដងហើយមួយទៀតគឺខ្ញុំនឹងប្រាប់គាត់ពីសុវត្ថិភាពនៃការប្រើប្រាស់ឧបករណ៍ក្នុង computer ហ្នឹងគឺគាត់ដឹងថាគាត់ប្រើហើយប៉ុន្តែគាត់ដឹងថាពេលខ្លះគាត់ដឹងថាវាមានសុវត្ថិភាពគាត់ត្រូវការពីឬមិនដែរហើយប្រើឧបករណ៍ហ្នឹងនៅលើអីស្រូវរៀនសំស្របបាទអញ្ចឹងខ្ញុំមាន desktop laptop printer scanner ដែលយើងនឹងយក smartphone អញ្ចឹងយកបង្ហាញដល់គាត់ហើយ printer scanner គឺខ្ញុំគាត់យករូបភាពឯងព្រោះសិនជាអាចនឹងយកឧបករណ៍ទៅតាមគាត់ហើយបន្តមកដល់ពីដល់សុវត្ថិភាពហើយយើងនាំឲ្យគាត់ចេះការពារហើយដោះស្រាយបញ្ហានៅលើ computer លើអីហ្នឹងបាទបន្តមកដល់សប្តាហ៍ទី2
គឺមានរយៈពេល5ម៉ោងនេះគ្នាគឺខ្ញុំឲ្យគាត់សិក្សាចូលក្នុងការកុំព្យូទ័របានគឺខ្ញុំឲ្យគាត់សិក្សាពី Microsoft Word 2010ឬក៏2012ដែលខ្ញុំនឹងសម្រេចចិត្តឬក៏សួរគាត់មុនថាគាត់ចង់បានគាត់ដល់ក្នុង2012អញ្ចឹងខ្ញុំឲ្យគាត់សិក្សាឲ្យខ្ញុំអនុវត្តផ្នែកសំខាន់ៗខ្ញុំដឹងថានៅក្នុងគឺយើងមានពេលខ្លីសម្រាប់រៀនគាត់បញ្ជាក់ខ្ញុំអត់ទៅលើផ្នែកសំខាន់ៗគាត់ទេបាទបន្តមកនេះដូចគ្នាខ្ញុំលើកឧទាហរណ៍ថាខ្ញុំនឹងប្រាប់គាត់ឲ្យស្គាល់ពី Excel ហើយនឹងឲ្យគាត់អនុវត្តពីផ្នែកសំខាន់ៗរបស់ Excel នេះបាទសប្តាហ៍ទី3ខ្ញុំមានអាម៉ោងដូចគ្នាហើយខ្ញុំមានដូចគ្នាគឺខ្ញុំប្រាប់វិធីសាស្ត្រយើងដឹងថាការប្រើប្រាស់ Excel តែខ្ញុំនឹងប្រាប់ពលឺសំខាន់វិធីសាស្ត្រដែលមានន័យថាយើងអាចយកវាទៅប្រើប្រាស់លឿនរហ័សជាងអ្នកដទៃទៀតហើយក្នុងនេះគឺខ្ញុំប្រាប់គាត់អំពីកលឹះតតអ៊ីនធឺណិតនេះមែនអញ្ចឹងខ្ញុំក៏ប្រាប់គាត់អំពីការប្រើប្រាស់អ៊ីនធឺណិតឧទាហរណ៍ដូចជាការ social media ឬ social network ដូចជា YouTube Facebook ការបង្កើតផ្សេងៗក្នុងអ៊ីនធឺណិតហើយមាន email ចូលផងដែរបាទចំពោះកម្មវិធីគឺខ្ញុំគឺគាត់សមាជិកខ្ញុំគឺគាត់ឲ្យសំហានគេឲ្យចេះប្រើវិធីគុណនិងប្រើសេចក្ដីលេខអញ្ចឹងគាត់អាចមានវិធីសាស្ត្រច្រើនដូចជាលើកលែងជីការ៉េលើកលែងពីតងអីចឹងបាទក្នុងនេះគឺគាត់នឹងសិក្សាឲ្យគាត់សិក្សាពីមូលដ្ឋានគ្រឹះដែលជាអធិដល់ដូចគ្នាតែនៅនោះគឺមានតក្កវិទ្យាផ្សេងៗដល់ស្រាយសម្រាប់ការលើកលែងទី2ផ្សេងៗហ្នឹងបាទហើយបន្តមកយើងឲ្យគាត់ចេះគន្លឹះក្នុងការដោះស្រាយលំហាត់លក្ខណៈបែបលឿនគេថាគន្លឹះល្បិចក្នុងការដោះស្រាយវិទ្យាចំពោះមុខវិជ្ជាភាសាខ្មែរគឺគាត់សមាជិកខ្ញុំគឺគាត់មាន3សប្តាហ៍ដូចខ្ញុំដែរអញ្ចឹងគាត់មានរយៈពេល5ម៉ោងតែគាត់មានការណែនាំពីអរិយធម៌អញ្ចឹងគាត់ណែនាំពីអរិយធម៌ខ្មែរអរិយធម៌ខ្មែរដែលក្នុងសម័យអីពីមុនអញ្ចឹងទៅហើយគាត់បង្ហាញមេធាវីអរិយធម៌ខ្មែរអញ្ចឹងជួនកាលទៅអ្នកនៅខាងគាត់មានការមានតាមសភៅអប់រំអីហើយចឹងគាត់បង្ហាញទូទៅបន្ថែមទៀតពីមេធាវីអរិយធម៌ផ្សេងៗហើយគាត់ថាអរិយធម៌ចែកចេញអីផ្សេងៗទៅតោះមកគាត់បកស្រាយលម្អិតពីផ្នែកផ្សេងៗនៃរថយន្តថាប្រភេទមូលធម៌ទូនីតិរបស់វាបាទតោះមកសប្តាហ៍ទី2គឺគាត់មាន5ម៉ោងដូចគ្នាអញ្ចឹងគាត់បង្ហាញពីយមន័យមេធាវីដូចគ្នាអញ្ចឹងពីអរិយធម៌វប្បធម៌គ្នានិយាយចំទៅគឺគាត់នៅក្នុងនេះគាត់បកស្រាយលម្អិតលើវប្បធម៌ពីគេលើវប្បធម៌សង្គមធម៌ហើយគាត់ចេះពីដំណើរផ្សេងៗហ្នឹងបាទសប្តាហ៍ទី3ដូចគ្នាហ្នឹងគឺគាត់មានថាប្រភេទនៃការតែសេចក្តីហើយមួយទៀតគឺគាត់ឲ្យគាត់មានថាឲ្យសិស្សនិស្សិតនៅទីនោះគាត់ចេះដោះវិធីសាស្ត្រក្នុងការតែសេចក្តីមានលក្ខណៈទម្រង់គាត់ស្តង់ដារគេថាយើងដកតែសេចក្តីទៅមានលក្ខណៈល្អត្រឹមត្រូវតាមមូលដ្ឋានបាទបន្តមកគឺយើងមានមុខវិជ្ជាភាសាអង់គ្លេសដែលជាស្ពានជួយឲ្យគាត់ហ្នឹងគឺទៅរកភាពជោគជ័យហ្នឹងគឺគាត់អាចចេះប្រើប្រាស់វិជ្ជាខ្មែរបាទហើយក៏គាត់ប្រើប្រាស់ពាក្យផ្សេងៗបាទសិក្សាវិទ្យាគាត់រៀនផ្សេងៗគឺថាផលល្បែងមួយទៀតអញ្ចឹងយើងអាចប្រើប្រាស់ vocabulary ហើយគាត់ក៏អាចមានវិធីសាស្ត្រឲ្យគាត់សិក្សាតាមរយៈអ៊ីនធឺណិតគឺគាត់អាចសិក្សាស្រាវជ្រាវ vocabulary ពីខាងពាក្យអង់គ្លេសតាមអ៊ីនធឺណិតវិជ្ជាតាមអ៊ីនធឺណិតបាទហើយនឹងការសន្ទនានេះអញ្ចឹងគាត់អាចឲ្យនាំដឹកនាំនិស្សិតដឹកនាំសិស្សទីនោះឲ្យចេះសន្ទនាជាភាសាអង់គ្លេសហើយវាថាភាសាអង់គ្លេសប្រចាំថ្ងៃភាសាអង់គ្លេសសម្រាប់ជីវភាពរស់នៅសប្តាហ៍ថ្ងៃបាទអញ្ចឹងដល់នេះគឺខ្ញុំនិយាយពីសារៈសំខាន់របស់មុខវិជ្ជាមួយណាចំពោះកុំព្យូទ័រផ្នែករដ្ឋបាលគឺខ្ញុំនឹងឲ្យគាត់គឺគាត់អាចយកចំណេះដឹងរបស់ហ្នឹងទៅប្រើប្រាស់ក្នុងការងាររដ្ឋបាលជាជា Microsoft Word និង Microsoft Excel នឹងណាហើយគាត់នឹងអាចមានចំណេះដឹងក្នុងការស្វែងរកតាមរយៈ Internet Search Engine អញ្ចឹង Internet Search Engine គឺមានដូចជា Google Yahoo YouTube អញ្ចឹងគាត់អាចមានចំណេះដឹងក្នុងការស្វែងរកតាមរយៈ Internet ហើយសិក្សាតាមនឹងផងដែរហើយមួយទៀតគឺគាត់ចេះស្វែងរកពីសំខាន់មានន័យថាកន្លែងនេះគឺខ្ញុំឲ្យគាត់ចេះប្រើប្រាស់បច្ចេកវិទ្យាគឺគាត់ចេះប្រើប្រាស់អ៊ីនធឺណិតឬក៏ការមានន័យថាការដកស្រង់ឯកសារផ្សេងៗពីអ៊ីនធឺណិតយកមកសិក្សាខ្លួនឯងបន្តមកគឺខ្ញុំឲ្យគាត់ចេះរៀបចំឲ្យគាត់ចេះរៀបចំដាក់ឯកសារមានរបៀបរយមានន័យថាក្នុងកុំព្យូទ័ររបស់គាត់ឬទូរស័ព្ទរបស់គាត់ឧទាហរណ៍បើសិនជាសិស្សទីនោះក៏មានកុំព្យូទ័រទូរស័ព្ទអញ្ចឹងខ្ញុំឲ្យគាត់ចេះរៀបចំទុកឯកសារមានរបៀបរយឲ្យគាត់ងាយស្រួលរកហើយមានសម្រាប់ក្នុងការទីផ្សេងៗទៀតបាទបន្តមកមុខជាគឺគាត់អាចចេះនិយាយលេខបានឆាប់រហ័ស
hai con cái này lấy làm bạn trao sinh cái đây đây hai một tiết thì con ăn vô trong thì cái nó sai nó sinh sinh hai con tầm niên một tháng kêu nó ra sang nó chia bằng này nó cái này con ban một cao nó nó cái mà chỉ còn nó con hai con chơi đo sai nó chia đang giá hàng từng nước và vậy này nó chia bạn sai bạn cứ con mà chất chung cứ con hai con score căn được cho bạn rồi thọ lại nó thay con thọ học ngày nó hai con ai đơn như nên hai ca luôn nằm trong ngày như là con chơi đơn của thành ca luôn nằm trong ngày là tí nồng hai một tiếtคือcon miền thì sao ai sơ con chơi tay cái đấy nó nông ca là thành việc sủng khăn con ca dùng tu nó về nó lò nó cho nhưng vừa tại cái đấy nhưng anh nhưng lại khác nhưng mà quạt hà thì nhưng tới nhưng ai thay là có như nào khi dùng cái lò mà hai một tiết từ sang lấy cáiคือcon ai pra một con bàn làm tầm đấy ai con ai chơi pra việc mấy xong rồi những cái này đấy từ cái mùa này chung chiết lọt đấy ai con ai còn đâu cũng rất sơ không gian vậy xong rồi nên là con đừng mong sân ai con practice ông lấy thôiคือcon ai sân nên sân không tầm món nó con vậy ông lấy là bên ông về đấy coi ông vậy ông lấy một cái thôi ok chắc là con tông cái thằng thanh con thanh cái đóคือเส้นเส้นเส้นที่ลูกคือว่าไอ้สำหรับทางเยอะที่เขาเส้นชิยมยมไอ้บอกไปตามทางที่เขาไปเจอตอนนั้นทางบอลกับบอลอะไรได้หัวใจยมสุดขั้นท้ายยมตัวđóคือไอ้บอกไปทางสถานเพื่อคือยมไอ้โรงเรียนก่อนเช็ดชัดโยก่อนงานเรียนแต่ทางมีโยนี่บ้านโอเคฉันเอาสมัครคนสักการ